Deep Ian mean kun sambat nang kun ibat away kla. But manu mana yung tatutin na paman je bombay kang nong muyop sma nang moy pe bay knong mat ngai bom on min nay tham mat ngai ma phai buôn maung chẳng yung chum nai pe de dal tới bombay maung ba hay ba moy pe bay min nay tham ma jibat abo yung chum nai pe moy pe bay សម្រាប់ការទទួលទានដំណេកនេះអញ្ចឹងការដេកនេះកាយវិការនៃការដេកនេះបងប្អូនគឺសំខាន់ខ្លាំងណាស់បាទបើសិនជាមនុស្សយើងអ្នកដែលស្លាប់នៅអាយុ75ឆ្នាំមានន័យថាគាត់ចំណាយពេលការទទួលទានដំណេករបស់គាត់ដល់ទៅ25ឆ្នាំអញ្ចឹងកាយវិការដេកនឹងគឺសំខាន់ខ្លាំងណាស់បាទដោយសារម្នាក់ទៅការដេករយៈពេលវែងហើយដែលទីបំផុតបើសិនជាយើងដេកខុសទៅវាមានឲ្យការកើតមានការស្ពឹកស្ពន់កើតមានបញ្ហាផ្សេងជាដើមនៅក្នុងវីដេអូនេះខ្ញុំបាទវិជ្ជបណ្ឌិតលីងយហុយសូមលើកយកកាយវិការដេកផ្អៀងមកជំរាបជូនបងប្អូនសិនបាទហើយនៅក្នុងវីដេអូផ្សេងទៀតខ្ញុំនឹងធ្វើអំពីកាយវិការក្នុងការដេកផ្កាហើយនឹងការដេកផ្កាហ្នឹងតើវាមានផលវិបាកផលប៉ះពាល់អ្វីផ្សេងទៀតដែរឬទេបាទហើយបងប្អូនចង់មើលវីដេអូអាហ្នឹងកុំភ្លេចចុច Subscribe YouTube Channel ហើយចុច Follow Facebook Page Follow TikTok ម្នាក់មួយផងដែរបាទបងប្អូនខ្ញុំបន្តងាកមកជំរាបជូនបងប្អូនជាបន្តទៀតអញ្ចឹងកាយវិការដេកផ្អៀងនេះឬក៏យើងឃើញថាជាកាយវិការមួយដែលរបៀបទារកគេងអីចឹងជាដើមបាទអញ្ចឹងកាយវិការនេះយើងឃើញថាការដេកផ្អៀងទៅបាទយើងកោយនៅលើត្រចៀករបស់យើងហើយយើងជើងក្បាលជង្គង់របស់យើងរៀងអង្គុញឡើងមកមុខមករកដើមទ្រូងនេះផ្ទាល់តែម្ដងបាទអញ្ចឹងកាយវិការបែបនេះយើងឃើញថាពេញនិយមខ្លាំងមែនទែនសម្រាប់បងប្អូនស្ត្រីដែលមានផ្ទៃពោះបាទដែលលោកមានការណែនាំពីគ្រូពេទ្យឲ្យមានការគេងផ្អៀងអីចឹងជាដើមដែលវាជៀសវាងក្នុងការដែលសរីរាង្គផ្សេងទៀតដូចជាសួតរបស់គាត់ពោះវៀនធំពោះវៀនតូចផ្លោកនោមរបស់គាត់ដែលពោពេញទៅដោយផ្លោកនោមវាសង្កត់ទៅលើទារកនឹងផ្ទាល់តែម្ដងឬក៏ទារកនឹងសង្កត់ទៅលើផ្លោកនោមសង្កត់ទៅលើសរីរាង្គផ្សេងទៀតអញ្ចឹងហើយបានជាបងប្អូនស្ត្រីមួយចំនួនពេលដែលគាត់មានផ្ទៃពោះទៅគាត់គេងខុសទំនងអញ្ចឹងពេលនោះឯងធ្វើឲ្យមានបញ្ហាគឺទាស់នោមអីចឹងជាដើមនោះគឺករណីដែលផ្លោកនោមនោះវាសង្កត់ទៅលើទារកហើយទារកនោះសង្កត់ទៅលើផ្លោកនោមនោះផ្ទាល់តែម្ដងបងប្អូននេះជាអ្វីមួយដែលរមែងតែងតែកើតមានហើយបើសិនជាយើងមើលទៅលើមនុស្សទូទៅគឺការគេងអៀងនេះមែនតើទៅវាមានផលប្រយោជន៍ច្រើនជាងផលប៉ះពាល់ហើយប្រកបណាបងប្អូនវាអាស្រ័យទៅលើកាយវិការនោះថាមនុស្សនោះគេងនឹងវាយូរឬក៏ឆាប់ព្រោះអីកាយវិការខ្លះកាលណាយើងមិនផ្លាស់ប្ដូរបានច្រើនទេវានាំឲ្យមានការឈឺឆ្អឹងខ្នងវានាំឲ្យមានការឈឺកញ្ចឹងកអីចឹងជាដើមបងប្អូននេះជាអ្វីដែលរមែងកើតមានបាទអញ្ចឹងដើម្បីឲ្យបងប្អូនស្រួលយល់ច្បាស់ខ្ញុំសូមធ្វើការអត្ថាធិប្បាយចំណុចទៅនឹងជា2ទី1និយាយអំពីគុណសម្បត្តិឬក៏អត្ថប្រយោជន៍នៃការដេកផ្អៀងបន្តតែម្ដងបន្ទាប់មកនៅខាងចុងនៃវីដេអូខ្ញុំនឹងលើកយកអំពីផលវិបាកបាទលើកយកខ្លីៗជូនបងប្អូនកុំឲ្យថាវែងពេកហើយនៅសល់ចំណុចផ្សេងទៀតនឹងជជែកជូនបងប្អូននៅវីដេអូក្រោយៗចុះអញ្ចឹងចំណុចតាក់ទងជាមួយនឹងអត្ថប្រយោជន៍តាក់ទងជាមួយនឹងគុណសម្បត្តិនៃការដេកផ្អៀងនេះបន្តតែម្ដងខ្ញុំលើកជូនបងប្អូន4ចំណុចទី1គឺជួយទប់ស្កាត់ការកាំងដង្ហើមពេលដេកកាលណាយើងដេកផ្អៀងមានន័យថាម៉េចមានន័យថាវាជួយឲ្យផ្លូវដង្ហើមរបស់បងប្អូននឹងចំហអញ្ចឹងការកាំងដង្ហើមមិនសូវមានកើតមានទេការកាំងដង្ហើមនេះបងប្អូនខ្ញុំបានជំរាបហើយថាកើតមានច្រើនណាស់នៅប្រទេសកម្ពុជាយើងក្តីនៅប្រទេសដទៃក្តីជាពិសេសបងប្អូនដែលធាត់បងប្អូនដែល stress ច្រើនប្រើខួរក្បាលច្រើនហើយកាលណាដេកមិនស្រួលនឹងសមុខខ្លាំងកាំងដង្ហើមនឹងបន្តតែម្ដងដោយសារវាមានការត្បៀតទៅលើផ្លូវដង្ហើមនោះអញ្ចឹងផ្លូវដង្ហើមនោះវាចំហធំអត់បានល្អអញ្ចឹងហើយធ្វើឲ្យមានការកាំងដង្ហើមបាទនេះអាចស្លាប់បងប្អូនណាការកាំងដង្ហើមពេលដែលដេកនេះបន្តតែម្ដងអញ្ចឹងអត្ថប្រយោជន៍ទី1ហ្នឹងគឺជួយទប់ស្កាត់ការកាំងដង្ហើមពេលដេកនេះបន្តតែម្ដងបាទចំណុចទី2បងប្អូនគឺអាចជួយការឈឺចាប់ខ្នងរបស់បងប្អូនអាចជួយទប់ស្កាត់ការឈឺចាប់ឆ្អឹងខ្នងឆ្អឹងកងខ្នងនឹងតតែម្ដងដែលភាសាបារាំងយើងហៅថា vertèbre dorsale បាទមានន័យថាជាឆ្អឹងកងខ្នងរបស់យើងអញ្ចឹងឆ្អឹងកងខ្នងអញ្ចឹងកាលណាយើងដេកផ្អៀងគឺវាអាចជួយបានកាត់បន្ថយការឈឺចាប់អញ្ចឹងសម្រាប់អ្នកដែលមានការឈឺឆ្អឹងខ្នងគឺគេអនុញ្ញាតឲ្យគាត់ដេកផ្អៀងភាគច្រើនបងប្អូន
បាទនេះជាអត្ថប្រយោជន៍ទី2អត្ថប្រយោជន៍ទី3គឺវាអាចជួយកាត់បន្ថយអាការៈច្រាលអាស៊ីតនេះផ្ទាល់តែម្ដងការភើអ្នកដែលមានបញ្ហាភើគឺកើតជំងឺពពួកភើអាស៊ីតហើយវីដេអូនេះខ្ញុំបានធ្វើឲ្យបងប្អូនណានៅបងប្អូនទៅមើលនៅបណ្ដាញសង្គមរបស់ខ្ញុំបានទៅនៅក្នុង YouTube នៅក្នុង Facebook នៅក្នុង TikTok ការដែលយើងដេកផ្អៀងនេះវាជួយឲ្យការភើអាស៊ីតនឹងឬក៏ការភើអាហាររបស់បងប្អូននឹងវាត្រូវបានកាត់បន្ថយវាអត់ខ្លាំងក្លាទេវាអត់ធ្វើឲ្យមានបញ្ហាធ្វើឲ្យមានការភើនឹងរំខានទៅដល់សុខភាពរបស់យើងបានន័យថាការភើនឹងវាអាចភើចេញតាមមាត់អីជារឿងធម្មតាប៉ុន្តែវាមិនអាចធ្វើឲ្យមានការស្ទះដង្ហើមអីយើងជាដើមបងប្អូននេះជាអត្ថប្រយោជន៍ទី3អត្ថប្រយោជន៍ទី4បងប្អូនគឺវាជួយកាត់បន្ថយការដេកសម្មុខអញ្ចឹងបងប្អូនដែលដេកសម្មុខគួរតែដេកផ្អៀងមកវិញបាទកាលណាបងប្អូនដេកផ្កាគឺរត់តែលឺសម្មុខរត់តែខ្លាំងបាទនេះជាចំណុចដែលយកទៅពិចារណាដែលអត្ថប្រយោជន៍ចំនួន4យ៉ាងខ្ញុំលើកយកចំណុចមួយទៀតតកតងជាមួយនឹងផលវិបាកឬក៏គុណវិបត្តិចំនួន2យ៉ាងដែលបណ្ដាលមកពីការដេកផ្អៀងនេះតតែម្ដងបាទអ្នកដេកផ្អៀងបងប្អូនគាត់ច្រើនតែមានអារម្មណ៍ថាសកត់ឬក៏ស្ពឹកសពន់ទៅលើស្មារបស់គាត់ទៅលើតាគៀករបស់គាត់តផងដែរបងប្អូនបាទហើយពេលខ្លះគឺពេលគាត់ដេកហ្នឹងក៏គាត់មានអារម្មណ៍ស្ពឹកអញ្ចឹងមានអារម្មណ៍សកត់ទៅលើស្មាទៅលើតាគៀករបស់គាត់ពេលដែលគាត់ភ្ញាក់មកហ្នឹងក៏គាត់មានអារម្មណ៍ស្ពឹកដូចគ្នាហើយមានអារម្មណ៍ឈឺថែមទៅទៀតបាទនេះជាផលវិបាកនៃការដេកផ្អៀងនេះបន្តតែម្ដងបាទផលវិបាកទី2បងប្អូនគឺវាសង្កត់ទៅលើមុខអញ្ចឹងបងប្អូនដែលដេកផ្អៀងទៅគឺនាំឲ្យសង្កត់ទៅលើមុខអញ្ចឹងកាលណាសង្កត់យូរទៅអ្វីដែលសំខាន់គឺនាំឲ្យមុខហ្នឹងវាមានស្នាមជ្រីវជ្រួញជាពិសេសបងប្អូនដែលដេកជាប្រចាំតែម្ដងក្នុងការផ្អៀងសង្កត់ទៅលើមុខហ្នឹងអញ្ចឹងកាលណាសង្កត់មុខណាខាងណាខ្លាំងគឺមុខខាងហ្នឹងវានាំឲ្យមានអាការៈរួញស្នាមជ្រីវជ្រួញហ្នឹងក៏វាកាន់តែខ្លាំងផងដែរបាទបងប្អូនបើបងប្អូនពេញចិត្តវីដេអូនេះកុំភ្លេចចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់បាទចុច like ចុច share ចុច repost ឲ្យបានម្នាក់មួយដើម្បីឲ្យបងប្អូនដទៃទៀតទទួលបានវីដេអូដូចគ្នាហើយបើបងប្អូនចង់ឧបត្ថម្ភការបោះពុម្ពសៀវភៅរបស់ខ្ញុំបាទដែលជាគម្រោងមួយជួយអប់រំសុខភាពបងប្អូនផងដែរបងប្អូនអាចឧបត្ថម្ភតាមលេខគណនីធនាគារនៅលើវីដេអូនេះហើយពេលដែលក្រុមការងារបោះពុម្ពសៀវភៅនឹងចុះឈ្មោះបងប្អូនហើយនឹងធ្វើការផ្សព្វផ្សាយឈ្មោះបងប្អូននៅលើវីដេអូរបស់ខ្ញុំបាទក្តីឬក៏នៅលើសៀវភៅដែលយើងបានបោះពុម្ពនោះតតែម្ដងបងប្អូនសូមឆ្លេះវីដេអូនេះប៉ុណ្្នឹងសិនហើយជួបគ្នានៅវីដេអូក្រោយតាក់ទងជាមួយនឹងការទទួលទានដំណេកផ្សេងៗទៀតជាដើមបាទជំរាបលាបាទ